សហព័ន្ធប្រដាល់គុណខ្មែរមានមេធាវីស្ម័គ្រចិត្តការពារក្តីឲ្យកីឡាករកីឡាការិនីដែលរងការរំលោភបំពានសហព័ន្ធកីឡាប្រដាល់គុណខ្មែរមានមេធាវី3រូបស្ម័គ្រចិត្តការពារក្តីឲ្យកីឡាករកីឡាការិនីដែលរងការរំលោភបំពានជាពិសេសរងការបរិហាគេលើករណីណាមួយនេះបើយោងតាមឯកឧត្តមខៅឆាយប្រធានសហព័ន្ធកីឡាប្រដាល់គុណខ្មែរឯកឧត្តមខៅឆាយបានបញ្ជាក់ថាក្រុមមេធាវីស្ម័គ្រចិត្តគុណខ្មែរមានភារកិច្ចដោះស្រាយនឹងការពារក្តីឲ្យអត្តពលិកក្នុងករណីមានការរំលោភបំពានធ្ងន់ធ្ងរពីអ្នកគាំទ្រតាមរយៈការជេរប្រមាថឬគំរាមកំហែងជាដើមឯកឧត្តមថាយើងនឹងរៀបចំចងក្រងជាក្រុមមេធាវីស្ម័គ្រចិត្តមួយប្រចាំសហព័ន្ធកីឡាប្រដាល់គុណខ្មែរដើម្បីជួយការពារក្តីឲ្យសហព័ន្ធកីឡាប្រដាល់គុណខ្មែរយើងប្រសិនបើមានការប្តឹងផ្តល់ណាមួយទោះជាមានមេធាវីប្រចាំសហព័ន្ធកីឡាប្រដាល់គុណខ្មែរក៏ដោយប្រធានគុណខ្មែររូបនេះនៅតែសំណូមពរឲ្យអ្នកគាំទ្របញ្ចេញមតិរិះគន់បែបស្ថាបនានិងមិនត្រូវប្រើពាក្យជេរប្រមាថដែលជាហេតុនាំឲ្យអត្តពលិកបាក់ទឹកចិត្តឬកើតជាចំនួនប្តឹងផ្តល់ឡើយទោះជាយើងមានមេធាវីការពារក្តីយ៉ាងណាក្នុងនាមសហព័ន្ធយើងមិនចង់មានក្តីក្តាំងជាមួយបុគ្គលណាឡើយយើងសង្ឃឹមថាចាប់ពីពេលនេះតទៅនឹងមិនមានករណីជេរប្រមាថឬករណីណារំលោភបំពានធ្ងន់ធ្ងរទៅដល់កីឡាកររបស់យើងទេព្រោះក្នុងនាមសហព័ន្ធយើងជាខ្មែរដូចគ្នាគឺយើងមិនចង់មានក្តីក្តាំជាមួយបុគ្គលណាក្នុងវិស័យកីឡាប្រដាល់គុណខ្មែរយើងឡើយយើងមិនចង់ឲ្យកីឡាករកីឡាការិនីឬបុគ្គលណាម្នាក់រងការជេរប្រមាថរហូតឲ្យកើតជាការជេរប្រមាថគ្នាប្រធានសហព័ន្ធកីឡាប្រដាល់សកលរូបនេះបាននិយាយដូច្នោះ